នេះមករីវិវដើមប្រទេសទៅធ្វើក្រោយផ្ទះដើមលំហែអារម្មណ៍ចាស់នៃការងារប៉ុន្តែស្អីបានសល់ស្លឹកច្រើនទេដោយសារកាត់ធ្វើទឹកប្រទេសទៅធ្វើជាប្រចាំថ្ងៃនេះខ្ញុំចង់បង្ហាញពីពូជប្រទេសទៅធ្វើមាន2សេរីពូជធំដូចគ្នាចាខ្ញុំមិនដឹងថាហៅអីទេប៉ុន្តែគាត់ថាវាមាន2ប្រភេទចានេះធាងវាវែងចានេះវែងហើយធំដូចគ្នាចានេះធំដូចគ្នាប៉ុន្តែគាត់ថាកំរកូននេះមើលកពស់ដើមខ្ញុំកាត់ធាងវាយកមកប្រើកាត់ច្រើនមែនតែនប៉ុន្តែអ្នកមើលកូនទៅដុសកូននេះចាប៉ុន្តែនេះប្រភេទនេះក៏ធំដែរនេះអានេះខ្ញុំបានមកពីអ៊ំខ្ញុំនៅកំពង់ធំគាត់ដាំច្រើនតែគាត់អត់ដឹងធ្វើអីទេគាត់ដកចោលទេនឹងកាលមុនខ្ញុំដាក់មកឡើងមកបេស្ដាយឲ្យគាត់ដកចោលចាហើយអ្នកនេះក៏ពូជធាងធំដែរបើខ្ញុំមើលក្នុង YouTube ភាគច្រើនគេដាំនៅតាមចកាធំនៅអាមេរិកនៅឥណ្ឌានៅអីគឺដាំប្រភេទពូជនេះច្រើនហើយពូជនេះគឺគុណប្រយោជន៍វាគឺឆាប់មានកូនហើយកូនច្រើនហើយធាងធំដូចគ្នាធាង7 8ខាំដូចគ្នាបើអត់ធំគាត់ថាវាធាងខ្លីប៉ុន្តែធាងខ្លីប៉ុន្តែក្បាលធំល្អចាហើយនេះមើលកូននេះអានេះដាំក្រោយណាហើយនេះមើលធាងខ្ញុំកាត់ប្រើខ្លះហើយចាហើយនេះឆាប់ដុសកូនណាមើលទូចឆាប់ចេញមកកូនហើយដុសកូនច្រើនមែនតើនេះចានេះកូនច្រើននេះទៅចតុងប៉ុណ្ណេះចាប់ដើមដុសកូនតែធាងវាធំតែមើលនេះអត់តន់ដុសទេដែលខ្ញុំថាពូជអាធាងវែងណាអត់តន់ដុសកូនទេហើយវៃបងអានេះខ្ញុំបានមកពីប្អូនខ្ញុំនៅកំពង់ធំដូចគ្នាដែរផ្ទះបងថ្លៃគេមានចាចឹងនេះធាងធំដូចគ្នាតែគាត់ថាខុសមួយធាងខ្លីធាងវែងអានេះបើនៅអាធាងវែងនេះភាគច្រើនបើខ្ញុំឃើញនៅវៀតណាមគេដាំច្រើននៅតាមផ្ទះចាប៉ុន្តែបើភាគច្រើននៅតាមចកាធំគឺគេដាំអាប្រភេទនេះចានេះអាធាងកប៉ាតធំនេះនៅឥណ្ឌានៅថៃនៅវៀតណាមប្រភេទជាចកាគេប្រើប្រភេទនេះចានេះកូនតូចឲ្យតែខ្ញុំរៀងទៅនេះដៃទៅខ្ញុំឆ្លៀតបំបែកវាដាក់ដោតនេះអាពូជដែលខ្លីឲ្យធាងធំនេះខ្ញុំប្រាប់នេះសុំនៅតែប៉ុណ្ណេះក៏កូនដែលវាស្មាញកូនល្អចានេះខ្ញុំដាក់ផ្សាំហើយនេះខ្ញុំដាក់ធ្នើនេះប្តីខ្ញុំធ្វើឲ្យនេះដាំជាជួរទេស្អាតខាងលើចឹងអាហ្នឹងក៏សូវមានធាងសល់ដែរដោយសារខ្ញុំកាត់ដាំកាត់ធ្វើទឹកប្រទាល7រហូតចាអ្នកបងធាងធំណានេះធាងវាមើលឡើងគល់វាឡើងប៉ុណ្ណាណៃចាធាងធំល្អពួកហ្នឹងគឺខ្លីតែធាងធំធាងវាដៀងមកនេះធំអត់តន់អស់ធំទេណា